bị bay khai thể thuộc đại dục ok ní cứ chia bộ phận đại khi bạn thưa nó cứ tại tôn chỉ mùi nâng PC Builder bạn chụp số bao bao nọ kia vừa tập chỉ mùi nâng clip tham mấy mùi tia đấy ngày ní khi nâng này giờ bị cách ca sả lá nó không ca riêng chụp để IT okแล้วខ្ញុំសូមបង្ហាញពីកិច្ចការសាលាដែលលោកគ្រូក៏ដាក់ឲ្យសិនចូលទៅកាន់ហ្វានេះមកអញ្ចឹងគាត់ឲ្យធ្វើប្រព័ន្ធព័ត៌មានមួយដែលប្រើប្រាស់ភាសា C# អញ្ចឹងយើងធ្វើប្រព័ន្ធព័ត៌មានអីគេក៏បានដែរអាចរើសខ្លួនឯងបានសំខាន់ប្រើប្រាស់នៅភាសា programming language មួយដែលយើងហៅថា C# បន្ទាប់មកយើងធ្វើជាសៀវភៅណែនាំអំពីប្រព័ន្ធរបស់យើងនិយាយអំពីប្រព័ន្ធរបស់យើងហើយយើងធ្វើជា slide សម្រាប់ធ្វើបទបង្ហាញមានឯកសារមួយទាក់ទងជាមួយនឹងរបៀបដំឡើងប្រព័ន្ធរបស់យើងអញ្ចឹងនេះគឺជាកិច្ចការសាលាដែលគ្រូដាក់ឲ្យកាលហ្នឹងតាមចាំរយៈពេលដូចជា3ខែគឺធ្វើអីក៏ធ្វើទៅសំខាន់មានគ្រប់ចំណុចដែលគាត់ដាក់ឲ្យខ្ញុំចូលទៅបើកនៅប្រព័ន្ធដែលខ្ញុំបានធ្វើមកទៅអូខេនេះគឺជាប្រព័ន្ធដែលខ្ញុំបានធ្វើហ្នឹងគឺតាក់ទងជាមួយនឹង PC Builder ឈ្មោះណាឈ្មោះប្រព័ន្ធរបស់យើងគឺ PC Builder គឺជាកម្មវិធីមួយសម្រាប់ឲ្យអ្នកដែលគាត់ចង់ទិញកុំព្យូទ័រគាត់អាចរើសគ្រឿងកុំព្យូទ័រនៅក្នុងហ្នឹងហើយអាចទិញគ្រឿងកុំព្យូទ័រពីហ្នឹងទៅបានអញ្ចឹងវាគឺជាប្រព័ន្ធទូចមួយទេដែលយើងធ្វើដោយសារតែពេលហ្នឹងគឺយើងរៀនផងអីផងទៅគឺយើងធ្វើបានប្រឹងប្រែងធ្វើបានប៉ុណ្ណឹងហើយមិនខ្ញុំធ្វើតែឯងទេគឺកិច្ចការនេះគឺយើងធ្វើជាក្រុមអូខេទីទៀតនឹងឃើញពេលដែលចូលទៅដល់ slide នឹងឃើញសមាជិកក្រុមរបស់ខ្ញុំហើយគ្រឿងកុំព្យូទ័រមាន CPU មាន RAM មាន storage មាន motherboard មាន GPU មាន cache មានអីចឹងទៅជាគ្រឿងរបស់កុំព្យូទ័រអញ្ចឹងអ្នកដែលគាត់ចង់ទិញពេលគាត់ជឿមកអាច select អូខេជ្រើសរើសយកអូខេគាត់ select Core i5 គាត់ select Core i5 ទៅ click លើនឹងមកវាមកនេះកន្លែងដូចគេហៅថាជាកត្រកដៃវ៉ាន់មួយចឹងណាហើយចង់ទិញ RAM យក 8GB យក 16GB ចឹងទៅ 16GB ឬ storage 512GB ឬ motherboard ឬ GPU ឬអីចឹងមកបន្ទាប់ពីរើសហើយយើងចុចពាក្យថា pay មកនេះនឹង load ផ្ទាំងមួយបង្ហាញនៅព័ត៌មានសង្ខេបហើយកន្លែងយើងពេញនៅព័ត៌មានដើម្បីបង់លុយបន្ទាប់ពីពេញព័ត៌មានហើយយើងចុចពាក្យ complete ហ្នឹងវានឹងចេញវិកាយប័ត្រមួយឲ្យយើងហើយយើងនឹងរងចាំគេដឹកអីវ៉ាន់មកឲ្យអញ្ចឹងនេះគឺជាប្រព័ន្ធសាមញ្ញមួយទេដែលពួកខ្ញុំបានធ្វើការនៅរៀនឆ្នាំទី4ដើម្បីយកបន្ទុកទេហើយប្រព័ន្ធមួយហ្នឹងគឺបានដូចជា10បន្ទុកទេ10បន្ទុកគឺពិបាកយកមែនទេគឺចំណាយពេល3ខែត្រូវធ្វើដាច់យប់ដើម្បីបានអញ្ចឹងនេះគឺជាប្រព័ន្ធហើយចូលទៅមើលរបៀបនៅក្នុងការដំឡើងក៏ប៉ុន្តែនេះស្រួលទេប្រព័ន្ធនេះគឺអត់មានអីពិបាកទេដោយសារតែវាយើងធ្វើជា application នេះចុចទៅគឺប្រើប្រាស់បានហ្មងប៉ុន្តែយើងត្រូវធ្វើទោះបីជាស្រួលក៏យើងត្រូវធ្វើឲ្យគេមើលដែរអញ្ចឹងណាអូខេអញ្ចឹងយើងមាន design cover មានអីទៅ deployment guide របៀបដំឡើងអញ្ចឹងទៅមាន metadata យើងមានរៀបរាប់អញ្ចឹងទៅហើយត្រូវចូលទៅប្រើយ៉ាងម៉េចអីយ៉ាងម៉េចយើងរៀបរាប់នៅក្នុងរបៀបប្រើប្រាស់ហ្នឹងមកហើយបន្ទាប់មកមានតកតងសភៅអូខេនេះជាសភៅអញ្ចឹងយើងមានក្របសភៅមានឈ្មោះអីចឹងទៅហើយនេះអ្នកធ្វើប្រហែលអ្នកគ្រូអ្នកណាគេអញ្ចឹងទៅមានតកាគេខ្លះប្រព័ន្ធទូនាទីសមាជិកក្រុមរបស់យើងណាអញ្ចឹងយើងធ្វើ4នាក់កាលហ្នឹងធ្វើ4នាក់អូខេហើយយើងសេរៀបរាប់មកគឺមិនច្រើនប្រហែលទេ3ខែបានប៉ុណ្ណឹងអ្នកនរគ្នាដាច់យប់ហើយនេះជា slide ចូលជា PDF មកទៅ slide សម្រាប់ធ្វើបទបង្ហាញ slide នេះគឺយើងចែកគ្នាធ្វើទេអូខេដោយសារតែយើងធ្វើការងារជាក្រុមណាធ្វើបង្ហាញចឹងទៅអូខេញ៉ាគឺប៉ុណ្្នឹងឯងគឺសាមញ្ញបង្ហាញសាមញ្ញតែពេលធ្វើគឺធ្វើដាច់យប់អញ្ចឹងតើតើមួយកិច្ចការទាំងអស់នេះគឺខ្ញុំនឹងដាក់នៅក្នុង link នៅក្នុងវីដេអូដើម្បីឲ្យអ្នកទាំងអស់គ្នាអាច download យកទៅមើលបានហើយសម្រាប់អ្នកដែលគាត់កំពុងតែធ្វើ assignment ស្តៀងនឹងដែរអាចយកលំនាំតាមនឹងបានដោយសារតែការធ្វើដូចជាបានបន្ទុកដែរតែអត់ដឹងថាបានប្រមាណទេដឹងតែបន្ទុកដែលខ្ពស់បំផុតហ្នឹងគឺបានត្រឹម10បន្ទុកទេអូខេអញ្ចឹងយើងត្រូវធ្វើការជាក្រុមហើយយើងត្រូវធ្វើគម្រោងយើងធ្វើជា slide សម្រាប់ធ្វើបទបង្ហាញយើងធ្វើជាសៀវភៅយើងធ្វើជាការណែនាំសម្រាប់ប្រើប្រាស់ប្រព័ន្ធរបស់យើងហើយចុងក្រោយគឺយើងយក project ហ្នឹងទៅ present នៅក្នុងថ្នាក់បន្ទាប់ពីយើងធ្វើបទបង្ហាញចប់ហើយយើងបង្ហាញកម្មវិធីនឹងទៅគេហើយទៅលោកគ្រូហើយទៅមិត្តរួមក្រុមទៅមិត្តរួមថ្នាក់ហើយគឺចប់រឿងហើយលោកគ្រូគាត់នឹងវាយតម្លៃគាត់អីទៅតាមជាក់ស្ដែងអូខេអ
អញ្ចឹងខ្ញុំសង្ឃឹមថាការបង្ហាញពីកិច្ចការនេះអាចជួយខ្លះៗទៅបងប្អូនដែលគាត់ចង់រៀន IT ឬក៏កំពុងតែរៀន IT ហើយកំពុងតែមាន assignment បែបហ្នឹងអញ្ចឹងអាចមើលជាគំនិតយោបល់ខ្លះៗទៅហើយខ្ញុំសង្ឃឹមថាវាអាចជួយបានខ្លះៗដែរហើយនេះគឺជាការចែករំលែកមួយហើយដោយសារតែកូនហ្នឹងគឺយើងសរសេរហើយបើទុកចោលទៅស្ដាយអញ្ចឹងឲ្យចែករំលែកទៅកាន់បងប្អូនបន្តទៀតគេលោកគាត់អាចមាន idea អីគំនិតអីធ្វើបន្ថែមពីលើនឹងទៅទៀតកាន់តែល្អទៀតអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នាវីដេអូក្រោយបាយបាយ